នទី64អំណានការផឹកទឹកកខ្វក់នាំឲ្យកើតជំងឺរាល់ថ្ងៃស្នានិងស្នាយតែងទៅឃ្វាលគោលនៅឯវាឆ្ងាយពីផ្ទះជាទម្លាប់ស្នាតែងដាក់ទឹកឆ្អិនក្នុងដបយកទៅផឹកទៅដល់កន្លែងឃ្វាលគោលស្នានិងស្នាយនាំគ្នាលេងរែកយ៉ាងសប្បាយពេលស្រេកទឹកស្នាបានផឹកទឹកឆ្អិនដែលខ្លួនបានយកមកពីផ្ទះចំណែកស្នាយចុះទៅក្បង់ទឹកត្រពាំងផឹកពេលត្រឡប់មកផ្ទះវិញស្នាយចុកពោះរាកទល់ភ្លឺមិនបានដេកបន្តិចសោះលុះព្រឹកឡើងស្នាទៅរៀនជាធម្មតារីឯស្នាយវិញកើតជំងឺរាកមិនអាចទៅសាលាបានឡើយការផឹកទឹកកខ្វក់នាំឲ្យកើតជំងឺអនាម័យនាំឲ្យមានសុខភាពល្អការរៀនពាក្យកអំណានពាក្យធម្មតាអានថាធម្មតាអនាម័យអានថាអនាម័យខពន្យល់ពាក្យខ្វៀលចាំរក្សាសត្វចិញ្ចឹមអនាម័យមិនមានរោគមិនមានជំងឺកពាក្យន័យដូចនឹងពាក្យខ្វៀលចាំមើលរក្សាខពាក្យផ្ទុយកខ្វក់ផ្ទុយនឹងស្អាតឆ្អិនផ្ទុយនឹងឆៅនោះ1តើស្នានិងស្នាយទៅឃ្វាលគោលនៅឯណា2តើស្នាមានទម្លាប់ដូចម្ដេច3ហេតុអ្វីបានជាស្នាយកើតជំងឺរាក4ហេតុអ្វីបានជាយើងត្រូវផឹកទឹកស្អាតលំហាត់ចូលអានពាក្យខាងក្រោមដោយមិនបាច់ផ្សំនិងប្រកបឲ្យបានត្រឹមត្រូវខ្វៀលទម្លាប់ស្រែកត្រពាំងធម្មតាកខ្វក់អនាម័យសុខភាពបន្តិចសំណេរកចូលសរសេរតាមអានរៀបចំអត្ថបទខាងក្រោមការផឹកទឹកកខ្វក់នាំឲ្យកើតជំងឺរាល់ថ្ងៃស្នានិងស្នាយទៅឃ្វាលគោលនៅឯវាឆ្ងាយពីផ្ទះជាទម្លាប់ស្នាតែងដាក់ទឹកឆ្អិនក្នុងដបយកទៅផឹកចំណែកស្នាយពេលស្រេកទឹកគេចុះទៅក្បង់ទឹកត្រពាំងផឹកពេលត្រឡប់មកផ្ទះវិញស្នាយក៏ចុកពោះរាកយ៉ាងខ្លាំងការផឹកទឹកកខ្វក់នាំឲ្យកើតជំងឺអនាម័យនាំឲ្យមានសុខភាពល្អសំណួរ1តើពេលទៅឃ្វាលគោលស្នាយកទឹកអ្វីទៅផឹក2ហេតុអ្វីបានជាស្នាយកើតជំងឺ3តើប្អូនត្រូវធ្វើដូចម្ដេចដើម្បីឲ្យមានសុខភាពល្អលំហាត់1ចូលពន្យល់ពាក្យអនាម័យ2ចូលរកពាក្យន័យដូចនឹងពាក្យខ្វៀល3ចូលរកពាក្យផ្ទុយនឹងពាក្យកខ្វក់ខចូលគូភ្ជាប់ផ្នែកកនិងខខាងក្រោមឲ្យបានត្រឹមត្រូវផ្នែកក1ជាទម្លាប់ស្នាតែងដាក់2ការផឹកទឹកកខ្វក់ផ្នែកខកនាំឲ្យកើតជំងឺខទឹកឆ្អិនក្នុងដបយកទៅផឹកកចូលសរសេរអក្សរផ្ចង់អំពីពាក្យអនា